រៀបប្រកួត Dash អ្នកចម្បាំងគុនខ្មែរគូមិត្តភាពអន្តរជាតិទី6រវាងកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1 ទឹកទី1 round 1 សភាពរំលីប៉ះនឹងអាមៀ0 ជីមបាទសូមហៅអាមៀអញ្ចឹងតែម្ដងបាទឈ្មោះបាញ់ពេកណាពៀនចោលកន្ទុយសងទៅវិញដែរណាពីរំលីសភាពរំលីនេះខ្ញុំដាក់រហ័សនាមឲ្យគាត់អ្នកលេងរន្ទះជើងទាប្រលឹងជើងដៃថ្មីក្មេងការទាត់បាទតាក់របស់គាត់ល្អណាស់កណ្ដាប់ដៃសជ័យឲ្យទាត់អាឆ្វេងថែមទៅមួយទៀតពីរំលីបាទបៀតតតេជើងក្រោមច្រាត់អីសីប្លឹបពីសភាពរំលីបាទចូលមកដៃច្រកពងត្រង់នេះចាប់កាច់មកភ័យតែម្ដងបាទពីរំលីទៅលើអាបៀ0 ជីមទាត់មកជើងផឹកអីអូយលន់ស្នោពីរោះអីក៏ពីរោះយ៉ាងនេះពីសភាពរំលីទៅលើអាបៀ0 ជីមទាត់មកជើងពីរំលីរវងមួយចាន់បោះជង្គង់មួយទាត់មកជើងទៀតពីសភាពរំលីសម្លឹងខ្នោខ្នាញណាណែនាកវត្តកន្ទុយមួយពីអាមៀទាត់មកជើងពីរជើងបោះជង្គង់មួយចាក់ជង្គង់ទៀតបាទកែងបាទអីយោបាទលោកគ្រូប៉ាសាដាប្រាប់ថាកុំបាយក្រោយណាបាទតបាយក្រោយហ្នឹងជ្រុលដៃហ្នឹងបញ្ហាឥឡូវហើយតែបាទផ្លូវមួយមើលទាត់ប្រមុខឃុំពីរំលីនេះជើងល្អទាត់មកជើងទៀតពីរំលីទាត់មកជើងចូលពេញទឹកមកជើងទៀតពីរំលីទាត់មកជើងទៀតពីសភាពរំលីទាត់មកជើងទៀតពីសភាពរំលីទាត់មកជើងទៀតទៅហើយទាត់មកជើងពីរំលីទាត់មកជើងពីរំលីអូហើយបាទទៅហើយច្រត់អីស្អីទាត់មកជើងទៀតពីរំលីបោះជង្គង់ចាក់ជង្គង់គាត់រុញផ្ដួលចោលមួយសិនពីសភាពរំលីទៅលើអាមៀ0 ជីមរវងប្រច័ណ្ឌសងដតមកជើងរវងប្រច័ណ្ឌចាប់កាច់7អីយោបាទកុំបាត់កែងពីខាងក្រោយបាទបញ្ហាឥឡូវហើយដើរចូលរវងប្រច័ណ្ឌពីអាមៀជាបាទណែដតមកជើង2ជើងបោះជង្គង់ធាក់រវងប្រច័ណ្ឌពីអាមៀ0 ជីមរវងប្រច័ណ្ឌអីយោបាទចូលចេះតែលងតតមកជើងទៀត3មកកែងចាក់ជង្គង់កាច់បោកផ្ដួលទៀតពីរំលីជង្គង់ហោះចាប់កាច់មកអូចាប់ទឹកទី1សូមសំឡេងផ្ទះទឹកទី2 round 2ទឹកទី2 round 2វងកលក្រមកម្ពុជាសភារំលីវងកលខៀវអាមៀ0 ជីមបាទវងពីអ៊ីរ៉ង់ទៅទៀតគាត់ដូរជើងមួយកន្លែងនេះគាត់មកជើងទីរំលីពីដៃចាក់អោបគ្រាកដួលលើតាពីលោកកញ្ញាកណ្ដាប់ផាត់សូដាបាទឲ្យបន្តងើបឡើងអាយុយសម្លឹងមើលជាបន្តគាត់មកជើងទៀតអាយុយបែកទឹកខ្សែបើវិលអោបគ្រាកចាក់ជង្គង់មួយកន្លែងនេះទៀតលោកកញ្ញាកណ្ដាប់បាទឲ្យបំបែកស្រេចតែស្ទាត់ត្រូវតែឈប់អាយុយបាទទៅបន្តទៀតអូយរាប់បាត់ហើយបងសូមស្រូតទាំងដៃមួយ5 6 7 8 9មិនអាចបន្តការប្រកួតបានទេដោយសារតែដៃរបស់មេស៊ីរូបាទគឺថាជាប់បាត់ទៅហើយបាទមិនអាចបន្តការប្រកួតបានទេអបអរសាទរជូនទៅដល់កីឡាករសុភីមរំលីដោយសារតែការប្រកួតដ៏ជក់ចិត្តនេះផងដែរជីមបងបែងសម្រាប់ឧបត្ថម្ភជូនដល់សុភីមរំលីចំនួនទឹកប្រាក់50ម៉ឺនរៀលអរលទ្ធផលជាផ្លូវការចាសូមអរគុណជ័យជំនះបានទៅកីឡាករនៃព្រះរាជាណាចក្រកម្ពុជាបង្គោលក្រហមដោយកីឡាករបង្គោលខៀវអ៊ីរ៉ង់បោះបង់ការប្រកួតនៅក្នុងទឹកទី2អបអរសាទរយន្តទៀតពុកម៉ែបងប្អូននឹងបានទស្សនាជាមួយនឹងគូដណ្ដើមខ្សែក្រវ៉ាត់សូមស្នូទាំងដៃមួយ